រៀងរាល់យប់បងប្អូនម៉ោង1ម៉ោង2យប់បងប្អូនបាទគឺខ្ញុំតែងតែក្រោកឡើងក្រោកដកផ្សិតហើយបងប្អូនបាទម៉ោងប៉ុណ្ណឹងគឺជាម៉ោងដែលកំពុងឌីយ៉ាងលងលក់ស្កប់ស្កល់តែម្ដងបងប្អូនបាទតែខ្ញុំវិញក៏ដូចបងប្អូនមួយចំនួនបាទគឺក្រោកធ្វើការងារហើយនេះបងប្អូនបាទម៉ោង1ម៉ោង2នេះគឺខ្ញុំក្រោកដកផ្សិតបងប្អូនដកផ្សិតយកទៅលក់នៅឯផ្សារយកទៅអុយមួយតែម្ដងបងប្អូនបាទថ្ងៃណាយប់ណាបងប្អូនបាទយប់ណាដេកលងជ្រុលបងប្អូនអើយល្មង4ម៉ោង5នោះបានក្រោកមកដកផ្សិតយកទៅអុយមួយទោះបីមួយដាក់ទោះបីមួយចុចទូរស័ព្ទមកដាស់មកទឿនយ៉ាងណាក៏អត់ឮបងប្អូនបាទយប់ថ្ងៃណានោះបងប្អូនបាទពីព្រោះថាងុយដេកខ្លាំងទៅគឺអត់ឮស្នូទូរស័ព្ទយំដូច្នេះក៏ថ្ងៃណាក៏ដេកជ្រុលទៅអត់មួយ